ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកអានសៀវភៅភាសាខ្មែរថ្នាក់ទី2កូនល្អស្ដាប់ពុកម៉ែសិស្សពូកែស្ដាប់គ្រូមេរៀនទី62រាជធានីភ្នំពេញអំណានភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជារាជធានីភ្នំពេញមានវិថីខ្វាត់ខ្វែងនិងមានស្ពានអាកាសកោងខ្ពស់នៅសងខាងផ្លូវមានផ្ទះថ្មនិងអគារធំខ្ពស់នៅពេលរាត្រីមានភ្លើងចម្រុះពណ៌ភ្លឺចិញ្ចាចនៅតាមដងផ្លូវមានមនុស្សម្នាធ្វើចរាចរណ៍យ៉ាងមមាញឹកអ្នកមកលេងរាជធានីភ្នំពេញច្រើនទៅវត្តភ្នំព្រះបរមរាជវាំងវិមានឯករាជ្យសារមន្ទីរជាតិនិងកោះពេជ្រសម្រាប់រាជធានីភ្នំពេញបានដាក់ជាប់ក្នុងចិត្តអ្នកមកលេងគ្រប់គ្នាអរគុណជម្រាបលាបងប្អូនទាំងអស់គ្នាជួយចុច like និង subscribe អ្នកមួយផងដើម្បីឲ្យនាងខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអរគុណជម្រាបលាបាយបាយ